បាទជម្រាបសួរអស់លោកអ្នកនាងមានស្ដាប់វិទ្យុខ្មែរពិភពលោកជាទីគោរពរាប់អានថ្ងៃនេះខ្ញុំសូមបន្តអំណានរឿងនរណាជាឃាតកររាជខ្មែរដែលនិពន្ធដោយលោកហ៊ីនស៊ីថានអតីតសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិវិទ្យាល័យណេតយ៉ងខេត្តបាត់ដំបងនិងជាអតីតសមាជិកសមាគមអ្នកស្រាវជ្រាវឯកសារខេត្តបាត់ដំបងកាលពីថ្ងៃមុនខ្ញុំអានចប់សេចក្តីផ្ដើមហើយជាមួយនឹងការណែនាំឲ្យស្គាល់បរិះសេកសំអៀតបាទដែលគេហៅព្រះអង្គខ្មៅនៅខេត្តបាត់ដំបងសម័យនោះហើយតទៅទៀតនេះគឺជាវគ្គបន្តចាប់ផ្ដើមពីជំពូកទី1រំលឹកប្រវត្តិសាស្ត្របាទសូមអញ្ជើញស្ដាប់ដូចតទៅដោយសារតែចំនួនរវាងរាជវង្សក្សត្រខ្មែរដែលចង់សោយរាជទើបបណ្ដាលឲ្យមានការជ្រៀតជ្រែកពីបរទេសជិតខាងដែលចូលមកជួយច្បាំងដណ្ដើមរាជឲ្យក្សត្រខ្មែររួចហើយទាយកសគុណដោយសូមយកខេត្តនេះខេត្តនោះទៅជារបស់សៀមឬរបស់យួនប្រទេសខ្មែរក្នុងសតវត្សទី18-19បានคล้ายទៅជាប្រលានចម្បាំងរវាងទ័ពសៀមនិងទ័ពយួនប្រជារាស្ត្រស្លាប់ហិនហោចព្រឹត្តបងប្អូនកូនចៅគ្មានពេលលហើយពេលសៀមថយទៅស្រុកវិញសៀមតែងតែគៀយកគ្រួខ្មែរប្លន់ប្រមូលយកភោគទ្រព្យខ្មែរមិនដែលខានក្នុងអតីតកាលរាជខ្មែរមិនដែលស្គាល់សន្តិភាពសោះដោយសារព្រះរាជាអង្គច័ន្ទចង់ស្ពានមេត្រីនឹងយួនទើបនាំឲ្យព្រះអនុជអង្គអ៊ឹមនិងព្រះអង្គឌួងភៀសរត់ទៅប្រទេសសៀមព្រះចៅអធិរាជយួនមីងម៉ាងបានចាត់មេតាប់ឈ្មោះទ្រឿងមីងយ៉ាងនាំតាប់ចូលមកតាំងនៅក្នុងស្រុកខ្មែរតាមសេចក្តីសុំរបស់ស្ដេចខ្មែរអង្គច័ន្ទដើម្បីការពារអំណាចស្ដេចនេះក្រែងទ័ពថៃចូលមកយាយីព្រះចៅយួនមានបំណងនឹងយកស្រុកខ្មែរទាំងមូលធ្វើជាដែនដីយួនទុកជារនាំងដើម្បីទប់ទល់ជាមួយសៀមដែលកាលនោះក៏ជាអាណាចក្រខ្លាំងពូកែមួយដែរនៅក្នុងអាស៊ីភាគអាគ្នេយ៍មិនគ្រាន់តែមានគោលបំណងចង់យកស្រុកខ្មែរប៉ុណ្ណោះទេស្ដេចយួនបានរៀបចំផែនការធ្វើយួនូបនីយកម្មលើប្រជារាស្ត្រខ្មែរបំបត្តិវប្បធម៌អារ្យធម៌ព្រះពុទ្ធសាសនាថេរវាទអក្សរសាស្ត្ររបៀបស្លៀកពាក់ពោលគឺយួនត្រូវតែបំបត្តិនៅអ្វីទាំងអស់ដែលជាខ្មែរចោលចេញហើយបង្ខំឲ្យខ្មែរសិក្សាភាសាយួនថែមទៀតដើម្បីសម្រួលដល់ការតាក់ទងក្នុងឯកសារយួនគេហៅខ្មែរថាអនារ្យជន Barbarians គឺជនដែលមិនស្គាល់អារ្យធម៌រុងរឿងឬជនព្រៃផ្សៃហៅម្យ៉ាងទៀតថាភ្នងការលើកយកប្រវត្តិសាស្ត្រត្រង់វគ្គនេះមកភ្ជាប់ជាបឋមហេតុក្នុងការសរសេរនេះគឺខ្ញុំមានគោលបំណងចង់ឲ្យខ្មែរទាំងអស់យល់និងបានដឹងឲ្យច្បាស់ថាយួនបានរៀបចំនឹងបំបត្តិជាតិខ្មែរលេបស្រុកខ្មែររំលាយវប្បធម៌ខ្មែរយ៉ាងច្បាស់លាស់ណាស់ហើយថែមពីលើនេះទៀតខ្ញុំចង់បង្ហាញថាយួនគេបានសិក្សាធ្វើវិភាគនៅការបរាជ័យរបស់ដូនតាគេក្នុងការដែលធ្វើយួនូបនីយកម្មមិនសម្រេចមកលើប្រទេសខ្មែរក្នុងឆ្នាំ1840ហើយនេះហើយទើបមេដឹកនាំយួនហូជីមិញបានរៀបចំផែនការធ្វើយួនូបនីយកម្មប្រទេសខ្មែរសារជាថ្មីម្ដងទៀតដែលមានចែងនៅក្នុងបណ្ដាំហូជីមិញ Ho's Testament ក្នុងគោលដៅត្រួតត្រាអាស៊ីអាគ្នេយ៍ទាំងមូលហើយដែលខ្ញុំលើកយកប្រវត្តិសាស្ត្រត្រង់នេះមករំលឹកព្រោះចង់បង្ហាញពីគោលបំណងពិតប្រាកដរបស់យួនមកលើស្រុកខ្មែរកាលនោះព្រះចៅយួនបានចេញរាជបញ្ជាឲ្យមេតាប់យួនអនុវត្តផែនការយួនូបនីយកម្មលើប្រជារាស្ត្រខ្មែរនិងប្រទេសខ្មែរដែលឯកសារយួនបានសរសេរពីព្រះរាជបញ្ជារបស់មីងម៉ាងទៅកាន់មេតាប់របស់ព្រះអង្គបាទវង្សកញ្ចក់មេតាប់របស់ព្រះអង្គនេះអ្នកប្រវត្តិសាស្ត្រប្រចាំប្រទេសស្គាល់ថាឈ្មោះទ្រឿងមីងយ៉ាងតែឯកសារខ្មែរស្គាល់ថាជាឈ្មោះងឿងយ៉ាងធុយហៅក្រៅថាអង្គឡូបិតវង្សកញ្ចក់តទៅនេះគឺជា
បញ្ជារបស់ស្ដេចមីងម៉ាងពួកអាណារយជនក្នុងស្រុកខ្មែរបានคล้ายមកជាកូនចៅរបស់យើងហើយឥឡូវនេះហើយលោកត្រូវតែជួយពួកគេបង្រៀនគេអំពីទំនៀមទម្លាប់របស់យើងជាឧទាហរណ៍យើងបានឮមកថាដីកសិកម្មសម្បូរហើយមានជីជាតិល្អណាស់ហើយសម្បូរគោសម្រាប់ភ្ជួរទៀតផងប៉ុន្តែប្រជាជនគ្មានការចេះដឹងពីកសិកម្មទាន់សម័យសោះគេប្រើតែចបត្រសេះចបកាប់ជាជាងប្រើកម្លាំងគោគេធ្វើស្រែដែលគ្រប់គ្រាន់ឲ្យគេបរិភោគ2ដងក្នុងមួយថ្ងៃតែគេមិនស្តុកស្រូវទុកនោះទេវត្ថុដែលត្រូវការចាំបាច់រាល់ថ្ងៃដូចជាសម្ពត់អាវសូត្រទានិងជ្រូកថ្លៃខ្លាំងណាស់វត្ថុកម្រអស់នេះគឺបណ្ដាលមកពីខ្មែរខ្ជិលហើយបញ្ជារបស់យើងចំពោះលោកគឺបង្រៀនពួកគេឲ្យចេះប្រើគោបង្រៀនពួកគេឲ្យចេះបង្កើនផលស្រូវឲ្យបានច្រើនបង្រៀនពួកគេឲ្យចេះដាំដើមមនចេះចិញ្ចឹមជ្រូកនិងទាចំពោះភាសាវិញលោកត្រូវតែបង្រៀនពួកគេឲ្យចេះនិយាយភាសាវៀតណាមរបៀបស្លៀកពាក់និងប្រើតុតាមទំនៀមយើងក៏ត្រូវតែពួកគេធ្វើតាមដែរបើសិនជាមានទំនៀមទម្លាប់ណាហួសសម័យឬជាទំនៀមទម្លាប់ដែលព្រៃផ្សៃក៏គួរតែកែសម្រួលឬក៏បង្ក្រាបកុំឲ្យងើបរួចយួននូបនីយកម្មឬដំណើរឆ្ពោះមកទិសខាងលិចក្រោយដែលព្រះអង្គច័ន្ទសុគតដោយសារោគចុះមូលក្នុងឆ្នាំ1834លើព្រះទីនាំងនាវាកំពុងកោះស្លាកែតមកបើបងកញ្ចក់ឯកសារមហាបរោះខ្មែរទំព័រ1048ថាជាឆ្នាំ1834តែសៀវភៅរបស់លោក David Chandler ថាឆ្នាំ1835បិទវងកញ្ចក់មេតាប់យួនអង្លូវឬទ្រឿងមីងយ៉ាងបានលើកក្សត្រីអង្គមីជាបុត្រីបន្ទាប់ឲ្យឡើងសោយរាជ្យដោយមិនយកក្សត្រីបែនបុត្រីទី1ទេព្រោះគេចោទថាក្បត់ដោយព្រះមេដារត់ទៅសៀមជាមួយព្រះអង្គអ៊ឹមនិងព្រះអង្គឌួងលោក David Chandler បានស្រង់ឯកសារយួនដែលស្ដីពីការលើកក្សត្រីអង្គមីនេះត្រង់ទំព័រ125ថាដើម្បីធ្វើជាអធិបតីក្នុងការតែងតាំងក្សត្រីអង្គមីនេះស្ដេចយួនមីងម៉ាងបានបញ្ជូនមន្ត្រីយួនមកពីក្រុងព្រៃនគរហើយនៅក្នុងរោងពិធីដែលគេសង់ឡើងដើម្បីប្រារព្ធការតែងតាំងនោះក្សត្រីអង្គមីព្រមទាំងអនុជទាំងអស់ត្រូវឈរបែរព្រះភ័ក្ត្រឆ្ពោះទៅទិសខាងជើងប្រជុំនឹងព្រះរាជសាររបស់ស្ដេចយួនដែលអនុញ្ញាតឲ្យព្រះនាងសោយរាជ្យក្នុងពេលនោះតំណាងនឹងអស់មន្ត្រីយួនឈរបែរមុខទៅទិសខាងត្បូងដោយដែលព្រះចៅអធិរាជយួនតែងធ្វើយ៉ាងនេះនៅក្នុងព្រះរាជវាំងព្រះអង្គឯក្រុងវេនោះការបានឡើងសោយរាជ្យក្នុងឆ្នាំ1835នោះព្រះនាងគ្មានអំណាចអ្វីសោះការចាត់ចែងកិច្ចការផែនដីគឺពួកសេនាបតីដែលស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រឿងមីងយ៉ាងទាំងអស់ជាអ្នកចាត់ការទ្រឿងមីងយ៉ាងបានតាំងបន្ទាយត្រួតត្រានៅភ្នំពេញហើយត្រេះរិះរកតែឱកាសល្អដើម្បីយកប្រទេសកម្ពុជាទៅធ្វើជាស្រុករបស់យួនតែប៉ុណ្ណោះអង្លូវក៏ចាប់អនុវត្តផែនការយួននូបនីយកម្មរបស់ព្រះចៅមីងម៉ាងដើម្បីសម្រេចកិច្ចការនេះស្ដេចយួនបានដាក់ទ័ពយួនចំនួន 50,000 នាក់ត្រួតត្រាលើស្រុកខ្មែរមានបន្ទាយធំនៅភ្នំពេញនិងនៅខេត្តពោធិ៍សាត់កាលបានដូច្នេះអំណាចផែនដីទាំងមូលក៏ធ្លាក់មកលើកណ្ដាប់ដៃយួនទាំងអស់តាមសៀវភៅសង្ខេបពងសាវតាប្រទេសកម្ពុជារបស់លោករ៉ូកូវិតថាមេទ័ពយួនធំមានទាំងអស់3នាក់គឺទ្រឿងមីងយ៉ាងផាំវាងយ៉ាងនិងវាងណងយួនបានបញ្ចេញអំណាចយ៉ាងឃោរឃៅមកលើរាជខ្មែរគឺបង្ខំមន្ត្រីខ្មែរឲ្យស្លៀកពាក់ជាយួនឲ្យរាជការខ្មែររកស្បៀងអាហារចិញ្ចឹមទាហានយួនបានបៀតបៀនយាយីព្រះពុទ្ធសាសនាដេញព្រះសង្ឃខ្មែរឲ្យចុះចេញពីវត្តឲ្យព្រះសង្ឃខ្មែរស្លៀកពាក់ដោយព្រះសង្ឃយួនឲ្យកាប់ដើមពោធិ៍រំលាយវត្តអារាមខ្មែរយកទៅសាងវិហារយួនបំផ្លាញព្រះពុទ្ធបដិមាឲ្យរាជខ្មែរមន្ត្រីខ្មែររៀនភាសាយួននិងស្លៀកពាក់តាមយួនជាឧទាហរណ៍គឺសំណល់អាវបំពង់វែងដែលស្រីខ្មែរមិនវះចំហៀងដូចជាអាវផាយស្រីយួនទេបែរជាដេរផ្ចិតជាប់គ្នាទៅវិញខ្មែរខ្លះ
យល់ច្រឡំថាជាអាវខ្មែរបុរាណយួនផ្លាស់ឈ្មោះទីក្រុងភ្នំពេញឲ្យហៅថាណាំយ៉ាងគឺយួនរៀបចំរំលាយវប្បធម៌អក្សរសាស្ត្រទំនៀមទម្លាប់ខ្មែរនិងសាសនាខ្មែរជាមុនព្រោះវាជាគ្រឹះដែលទ្រទ្រង់នៅការរស់រាននៃប្រជាជាតិខ្មែរនិងប្រទេសខ្មែរក្នុងការអនុវត្តផែនការនេះយួនបានបញ្ជូនស្នងការនយោបាយ16នាក់ក្រុមការ70នាក់និងគ្រូ10នាក់មកភ្នំពេញដើម្បីរៀបចំស្នូលនៃផ្នែករដ្ឋបាលត្រួតត្រាស្រុកខ្មែរគេចែកផែនការគេជា4វគ្គវគ្គទី1គឺរៀបចំខេត្តខ្មែរជាថ្មីដោយដកចវាយខេត្តខ្មែរចេញរួចដាក់ចវាយខេត្តជាយួនស្រុកខ្មែរคล้ายទៅជាខេត្តយួនហៅថាត្រាន់តាយថាញ់ខេត្តទាំងអស់ត្រូវដូរឈ្មោះខ្មែរចេញហើយដាក់ឈ្មោះជាពាក្យយួនជំនួសវិញក្នុងការរៀបចំនេះយួនត្រូវរកឲ្យមានស្នងការថ្នាក់ទាបខ្ទង់20នាក់ដែលមានចំណេះខាងធ្វើស្រែនិងខាងវិជាជានាយទាហានដើម្បីដឹកនាំរាជខ្មែរនិងដឹកនាំត្រួតត្រាខេត្តខ្មែរទាំងអស់វគ្គទី2គឺបើកផែនការវេសម្រុកពង្រីកបង្កបង្កើនផលបង្ហាត់ពលទាហានខ្មែរឲ្យបានច្រើនសម្រាប់ទប់នឹងសៀមនិងស្តុកស្រូវទុកឲ្យបានច្រើនដើម្បីចិញ្ចឹមកងទ័ពយួនវគ្គទី3ការបង្រៀនខ្មែរឲ្យចេះភាសាយួនដើម្បីសម្រួលដល់ការតាក់ទងគ្នាវគ្គទី4គឺជាការជំរុញផែនការធ្វើអាណានិគមស្រុកខ្មែរដោយយកនិគមជនចិននិងអ្នកទោសយួនឲ្យមកតាំងទីលំនៅនៅលើទឹកដីខ្មែរដើម្បីបង្រៀនទំនៀមទម្លាប់យួនដល់ប្រជាជនខ្មែរឲ្យធ្វើតាមអង្គធៀងគុណទ្រឿងមីងយ៉ាងអគ្គមេបញ្ជាការយួនកាលបានជាធំនៅស្រុកខ្មែរហើយបានរៀបចំគម្រោងការយ៉ាងច្បាស់ប្រកបណាស់ក្នុងការយកស្រុកខ្មែរធ្វើជាស្រុកយួនវត្តមានព្រះឧបរាជនិងព្រះអង្គឌួងនៅខេត្តបាត់ដំបងជាឧបសគ្គមួយរារាំងដល់គម្រោងការមេតាបយួននេះកាលនោះព្រះចៅសៀមបានចាត់ឲ្យព្រះអង្គមកគង់នៅខេត្តបាត់ដំបងនិងព្រះអង្គឌួងមកគង់នៅខេត្តមង្គលបុរីទ្រឿងមីងយ៉ាងក៏រកឧបាយកលផ្សេងនឹងយកយួនចំណងព្រះហស្ថដែលស្ដេចយួនបានថ្វាយមកព្រះអង្គច័ន្ទនោះជាភ្នាក់ងារនាំលិខិតនិងនិយាយបោកព្រះអង្គជាសម្ងាត់ថាឲ្យព្រះអង្គរត់ចូលទៅស្រុកខ្មែរចុះយួននឹងថ្វាយរាជសម្បត្តិដោយចង់សោយរាជព្រះអង្គក៏ទូលបង្កាច់ព្រះអង្គឌួងថាប្រុងក្បត់បំរុងរត់ចូលយួនព្រះចៅសៀមព្រះពុទ្ធលើតឡានផាឡៃក៏ចាប់ព្រះអង្គឌួងដាក់ក្តីយកទៅក្រុងទេពគឺក្រុងបាងកកដើម្បីរត់ទៅស្រុកខ្មែរនោះព្រះអង្គបានចាប់យកក្រុមការខេត្តបាត់ដំបងគឺលោកបាឡាត់រស់ទៅជាមួយផងក្នុងឆ្នាំរកានុបស័កគ្រិស្តសករាជ1837ព្រះអង្គគៀយកគ្រួខ្មែរតាមផ្លូវរៀងមកដល់ពោធិ៍សាត់នៅទីនោះយួនក៏ចាប់ឃុំព្រះអង្គព្រមទាំងរាជវង្សានុវង្សនាំមកភ្នំពេញដល់ពេលយប់ស្ងាត់ក៏នាំព្រះអង្គនិងព្រះញាតិចុះទៅព្រៃនគររួចបន្តយកទៅឃុំទុកនៅក្រុងវេទៅស្ដេចយួនធាវទ្រីដែលជារាជបុត្ររបស់មីងម៉ាងបានចេញរាជសារមកទ្រឿងមីងយ៉ាងនៅភ្នំពេញឲ្យបញ្ជូនសម្ដេចចៅវ៉ាតុលហឡុង1សម្ដេចចៅពញាហ៊ូ1អង្គញាក្រឡាហៅម៉ាន់1ឲ្យចុះទៅកិលស្ដេចនៅក្រុងវេរួចឃុំសេនាបតីខ្មែរទាំងនោះទុកនៅទីនោះក្រោយមកទ្រឿងមីងយ៉ាងបានចាត់សេនាទាហានឲ្យឃុំខ្លួនក្សត្រីអង្គមីអង្គបែនអង្គពៅនិងអង្គស្ងួននាំយកទៅស្រុកយួនជាសម្ងាត់ទៀតទៅដល់ក្រុងលង្ហោអង្គដុងដុកចវាយខេត្តលង្ហោសប្តាហ៍ថ្ងៃហៅថាវិញឡុងបានបញ្ជូនតែក្សត្រី3អង្គទៅក្រុងវេខិតទុកព្រះអង្គបែនព្រោះវាចោទថាក្បត់វាហើយក៏ធ្វើគាត់ព្រះអង្គបែនដោយជ្រមុជទឹកសម្លាប់នៅស្រុកលង្ហោនោះទៅផែនការដកចវាយខេត្តខ្មែរនិងការចាប់ក្សត្រីអង្គមីព្រមទាំងរាជវង្សខ្មែរយកទៅឃុំទុកនៅទីក្រុងវេជាបុព្វហេតុធ្វើឲ្យខ្មែរកាន់តែយល់ច្បាស់ថាយួនប្រុងរំលាយប្រទេសខ្មែរមែនទែនហើយសេចក្តីក្តៅក្រហាយក៏កើតមានឡើងទូទាំងប្រទេសខ្មែររាជខ្មែរគ្រប់ខេត្តគ្រប់និគមជនបទជំនុំគ្នា
ក៏ជាស្ម័គ្របកពួកពី20 50ឬ100នាក់ដឹកនាំដោយមេដែលគេទុកចិត្តបះបោជ្រួលច្របល់ក្នុងអំឡុងខែកញ្ញានិងតុលា1840ក្នុងការបះបោនេះមេស្ម័គ្របកពួកតែងប្រជុំតាក់ទងគ្នាទៅវិញទៅមកការបះបោជាដំបូងលេចចេញមកពីម្ដុំខេត្តភាគខាងកើតក្រុងឧដុង្គតាមជួរមាត់ទន្លេមានខេត្តល្វាអែមស្រីសឈរខេត្តកណ្ដាលស្ទឹងខេត្តគៀនស្វាយខេត្តខ្សាច់កណ្ដាលខេត្តភ្នំពេញជាដើមនៅពេលដែលបានដំណឹងថាយួនបានចាប់សេនាបតីក្សត្រីអង្គមីព្រមទាំងរាជវង្សខ្មែរបាត់ទៅហើយដំណឹងនេះបានផ្សព្វផ្សាយយ៉ាងរហ័សពីស្រុកមួយទៅស្រុកមួយពីខេត្តមួយទៅខេត្តមួយទៀតក្នុងអំឡុងខែឧសភា1841ការបះបោបានកើតឡើងដល់កម្រិតជាអតិបរមាមេស្ម័គ្របកពួកក៏សន្មត់គ្នាបះឡើងព្រមគ្នាក្នុងអំឡុងវេលា8ថ្ងៃលើកគ្នាទៅឡោមប៉ាត់បន្ទាយយួននានាគ្រប់ស្រុកខេត្តឃុំតំបន់កាប់សម្រាប់យួនទាំងស៊ីវិលទាំងទាហាននៅគ្រប់ទីកន្លែងដែលគេជួបប្រទះគមនាគមន៍រវាងទីក្រុងត្រូវផ្ដាច់ពួកខ្មែរបះបានឡោមព័ទ្ធទ័ពយួនដែលអាចត្រួតត្រាតែទីក្រុងហើយកងទ័ពយួនតាំងនៅដាច់ស្រយាលមានសេចក្តីភិតភ័យជាខ្លាំងក្រុមខ្មែរបះខ្លះមានទាំងព្រះសង្ឃជាមេដឹកនាំផងចំនួនខ្មែរបះបោកាលនោះឡើងដល់ជាង 30,000 នាក់ដែលធ្វើឲ្យមេទ័ពទ្រឿងមីងយ៉ាងមិនដឹងជារកវិធីណាដើម្បីទប់ទល់នឹងខ្មែរបះបោឲ្យបានស្ងប់ទៅវិញយួនដែលរួចជីវិតពីទ័ពខ្មែរបះបោក៏នាំគ្នារត់មកជ្រោកជាមួយទ័ពធំនៅក្នុងមន្ទីរខេត្តពោធិ៍សាត់និងមន្ទីរធំនៅភ្នំពេញដោយសំណូមពរពីមន្ត្រីខ្មែរនិងចៅហ្វាយខេត្តពោធិ៍សាត់សូមឲ្យព្រះចៅសៀមព្រះនង្គក្លាវបញ្ជូនព្រះអង្គឌួងមកស្រោចស្រង់ស្រុកពីកណ្ដាប់ដៃយួននោះព្រះចៅក៏បញ្ជាឲ្យពញាបឌិនតេជោនាំទ័ពសៀម 15,000 នាក់ដង្ហែព្រះអង្គឌួងចូលមកស្រុកខ្មែរតាមរយៈខេត្តបាត់ដំបងនិងកែនរះខ្មែរបញ្ចូលជាមួយទ័ពសៀមបាន 35,000 នាក់លើកចូលទៅឡោមបន្ទាយខេត្តពោធិ៍សាត់បានដោយមើលចាបចេះធ្វើក្របកំភ្លើងធំបាញ់ផ្លោងចូលទៅក្នុងឆេះបន្ទាយយួនមេទ័ពយួនក៏សុំចុះចាញ់មិនហ៊ានទទួលច្បាំងទ្រង់ក៏លើកទ័ពខ្មែរសៀមបន្តមកវាយកម្ចាត់យួនចេញពីក្រុងឧដុង្គនិងភ្នំពេញទៀតដោយអស់សង្ឃឹមនឹងធ្វើយួនូបនីយកម្មស្រុកខ្មែរនិងបរាជ័យក្នុងការប៉ុនប៉ងដាក់ព្រះអង្គឲ្យសោយរាជវិញព្រោះខ្មែរលែងជឿនៅចុងឆ្នាំ1841ទ្រឿងមីងយ៉ាងក៏ដកថយទ័ពយួនយកព្រះអង្គក្សត្រីអង្គមីនិងព្រះរាជវង្សានុវង្សព្រមទាំងគៀគ្រួខ្មែរជាង 6,000 នាក់ចុះទៅដែនកម្ពុជាក្រោមរួចហើយផ្ញើលិខិតទៅក្រុងវេសូមទទួលទោសដែលធ្វើការមិនបានសម្រេចបន្ទាប់មកគ្រឿងមីងយ៉ាងក៏ផឹកថ្នាំបំពុលធ្វើអត្តឃាតខ្លួនស្លាប់ទៅស្ដេចយួនក៏បញ្ជូនមេទ័ពឈ្មោះអង្គខំសាយដៃឋាននាំទ័ពជាច្រើនយកទាំងព្រះអង្គនិងក្សត្រីអង្គមីព្រមទាំងរាជវង្សខ្មែរពីខេត្តមាត់ជ្រូកមកទុកនៅបន្ទាយភ្នំពេញចម្បាំងរវាងខ្មែរនិងយួនកាលនោះមិនចាញ់មិនឈ្នះទើបមេទ័ពយួននិងពញាបឌិនសុំចរចាគ្នាឈប់ច្បាំងហើយទទួលស្គាល់ព្រះអង្គឌួងជាក្សត្រខ្មែរទាំងអស់គ្នាហើយសុំឲ្យយួនប្រគល់ក្សត្រីអង្គមីព្រមទាំងរាជវង្សានុវង្សខ្មែរមកវិញជាធ្នូនិងឆ្លើយសឹកយួនចាមដែលសៀមឃុំទុកជាឆ្លើយកាលមុននោះដើម្បីសេចក្តីសុខដល់បណ្ដារាស្ត្រព្រះអង្គឌួងក៏សុខចិត្តយកសៀមនិងយួនធ្វើជាអាណាព្យាបាលលើស្រុកខ្មែរផែនការយួនូបនីយកម្មត្រូវបរាជ័យដោយខ្មែរបានដឹងខ្លួនទាន់តែដើម្បីកុំឲ្យខាតទុនខ្លាំងពេកយួនក៏ថយទៅតែទៅតាំងទ័ពសង់បន្ទាយកាន់កាប់រក្សាខេត្តខ្មែរដែនកម្ពុជាក្រោមជាមមួនតាំងពីត្រាំងត្រៃត្បូងមាត់ជ្រូកក្រមួនសពីមទឹកខ្មៅពលលាវព្រះត្រពាំងព្រៃឫស្សីជាដើមមុននឹងចូលដល់ផែនការយួនូបនីយកម្មខ្ញុំសូមរំលឹកត្រួសដែរអំពីចលនាតស៊ូរបស់ខ្មែរកម្ពុជាក្រោមដែលប្រឆាំងនឹងនយោបាយបំបត្តិទំនៀមទម្លាប់ខ្មែរបំផុតពូជខ្មែរម្ចាស់ស្រុកនៅដែនដីកម្ពុជាក្រោមអរលោកអ្នកនាងមានស្ដាប់ជាទីគោរពរាប់អានខ្ញុំនឹងលើកយក
វិធានការដែលយួន